បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅคลิปវីដេអូនេះដែរខ្ញុំចង់បង្ហាញបងប្អូនពីរបៀបបង្កើត account បាទ TikTok ថ្មីបាទឥឡូវសូមបង្ហាញបងប្អូននៅលើទូរស័ព្ទនេះតែម្ដងណាបាទពេលនេះសូមបែរកាមេរ៉ាបន្តិចណាបាទនេះបងប្អូនខ្ញុំបានបែរកាមេរ៉ារួចរាល់ហើយសម្រាប់បងប្អូនថ្មីដែលគាត់អត់ទាន់បានធ្វើការដំឡើងបាទកម្មវិធី TikTok មកទេបាទបងប្អូនចូលមកកម្មវិធី Play Store សិនមកណាបាទចូលពីលើកម្មវិធី Play Store រួចហើយបងប្អូនរកមើលនៅខាងក្រោមនៅខាងស្ដាំដៃបងប្អូននឹងឃើញសញ្ញាកែវយឹតគេដាក់ថា search អញ្ចឹងជួយពីលើហ្នឹងមកបាទភាសាខ្មែរគេដាក់ថាដូចជាស្វែងរកណាបាទរួចហើយបងប្អូនរកមើលខាងលើវិញម្ដងណាឃើញសញ្ញាកែវយឹតហើយគេដាក់ថា search បាទ app and game បាទអញ្ចឹងបងប្អូនជួយពីលើហ្នឹងមកបាទមកដល់ទីនេះបងប្អូនសរសេរទៅបាទសេពាក្យថាបាទ text នេះបងប្អូនខ្ញុំសេតេកបាទនៅនឹងឡើងពាក្យថា TikTok នៅខាងក្រោមនេះអញ្ចឹងសូមចុចពីលើឈ្មោះ TikTok តែម្ដងមកបាទពេលបងប្អូនចុចពឹបបើសិនជាកម្មវិធី TikTok បងប្អូនអត់ទាន់បានធ្វើការដំឡើងមកទេបាទនឹងចេញពាក្យថា install នៅខាងលើហ្នឹងណាបាទអញ្ចឹងបងប្អូនចុចពីលើពាក្យថា install មកនោះភាគរយ load បាទចាប់ពី 1% ដល់ 100% បាទវានឹងចេញពាក្យថា open បែបនេះអញ្ចឹងបងប្អូនអាចចុចពីលើនេះក៏បានបាទចុចពីលើ open ក៏បានឬមួយបងប្អូនអាចទៅរកនៅក្នុងកម្មវិធីទូរស័ព្ទដែលបងប្អូនធ្វើការដំឡើងមកចុងក្រោយគេណាបាទអញ្ចឹងនេះកម្មវិធីដែលខ្ញុំដំឡើងមកចុងក្រោយគេរួចចាំចុចពីលើបាទកម្មវិធី TikTok នឹងមកតែម្ដងមកបាទពេលបងប្អូនចូលពឹបនោះនឹងចេញទម្រង់បែបជា TikTok បែបនេះអញ្ចឹងបងប្អូនក៏អាចធ្វើការបាទអស់មើលបានដែរគ្រាន់តែថាបងប្អូនអត់មាន account ផ្ទាល់ខ្លួនមួយណាបាទរួចចាំបងប្អូនមើលសន្លឹងខាងក្រោមនេះបាទបងប្អូនឃើញដូចជារូបនេះហើយគេដាក់ថា profile រួចចាំបងប្អូនចុចពីលើពាក្យថា profile ហ្នឹងមកបាទពេលបងប្អូនចុចពីលើ profile បងប្អូននឹងឃើញអក្សរពណ៌ខមគេដាក់ថាបាទ login រួចចាំបងប្អូនចុចពីលើឈ្មោះ login ហ្នឹងមកបាទមកដល់ត្រង់នេះបងប្អូនតឡឹងមើលខាងក្រោមវិញម្ដងណានឹងឃើញអក្សរពណ៌ក្រហមម្ដងទៀតហើយគេដាក់ថា sign up រួចចាំបងប្អូនចុចពីលើហ្នឹងមកណាបាទមកដល់ត្រង់នេះបងប្អូនអាចមានជម្រើសដូចជា3ណាបាទទី1បងប្អូនបង្កើតតាមលេខទូរស័ព្ទបាទកើតតាមលេខទូរស័ព្ទបានគេដាក់ថា phone ហ្នឹងបាទ phone number បាទទី2បងប្អូនធ្វើការបង្កើតតាមរយៈបាទ Gmail គេដាក់ថា continue with បាទ Gmail បាទហើយបាទទី3នោះបងប្អូនអាចធ្វើការបង្កើតតាមរយៈ Facebook បាទគេដាក់ថា continue with បាទ Facebook ហើយខាងក្រោមនេះគេដាក់ថា continue with បាទ Google គឺមានន័យថាចូលទៅ Gmail ដូចគ្នាទេគាត់ថាកន្លែងពាក្យថា continue with Gmail នេះបាទបងប្អូនវាយឈ្មោះ Gmail ហើយនៅកន្លែងពាក្យថា continue with បាទ Google នេះបាទគឺឡើងមកនៅក្នុង Gmail ឧទាហរណ៍ថាទូរស័ព្ទរបស់យើងបាទមាន Gmail ប្រមាណនោះនឹងឡើងមកតែម្ដងអញ្ចឹងឲ្យបងប្អូនធ្វើការជ្រើសរើសយកបាទអញ្ចឹងខ្ញុំសូមយកកន្លែងនេះចុះគេដាក់ថា continue with Gmail នេះខ្ញុំសូមបង្កើត account TikTok នេះតាមរយៈ Gmail ណាបាទបើសិនជាបងប្អូនបង្កើតតាមលេខទូរស័ព្ទបានដែរបងប្អូនគ្រាន់តែចុចពីលើ phone number ហ្នឹងមករួចចាំបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទទៅណាបាទអញ្ចឹងខ្ញុំសូមយកកន្លែង continue with Gmail បាទមកដល់នេះបងប្អូនធ្វើការបញ្ចូល Gmail មកណាបាទអញ្ចឹង Gmail ដែលខ្ញុំបង្ហាញបងប្អូនពីរបៀបបង្កើតថ្ងៃមុនខ្ញុំសូមយកមកបញ្ចូលតែម្ដងបាទឈ្មោះម៉ែនធីនេះបងប្អូននេះបងប្អូនឡើងមកហើយបាទម៉ែនធីហ្នឹងចង់ខ្ញុំចុចផាសយកតែម្ដងទៅបាទនេះបងប្អូនបាទម៉ែនធី 11223344 បាទរួចហើយចុចពាក្យថា continue នៅខាងក្រោមអក្សរក្រហមហ្នឹងបាទពេលនោះបងប្អូនធ្វើការរងចាំបន្តិចបាទមកដល់ត្រង់នេះបងប្អូនធ្វើការបាទបង្កើតបាទពាក្យសម្ងាត់ឬក៏ password ទៅណាបាទអញ្ចឹងបងប្អូនធ្វើការបង្កើត password មួយទៅដើម្បីបាទទុកគ្រាន់ហ្នឹងបាទចេញចូលអីដោយសុវត្ថិភាពណាអញ្ចឹងសូមលាក់បងប្អូនបន្តិចបាទអញ្ចឹងបងប្អូនអាចធ្វើការបង្កើតបាទពាក្យសម្ងាត់នេះចាប់ពី8ខ្ទង់ឡើងណាបាទនេះគេឲ្យយើងមើលណាបាទ8ខ្ទង់ដល់20ខ្ទង់អញ្ចឹងក្រោម8ខ្ទង់គឺគេអត់យកដែរបាទចាប់ពី8ខ្ទង់ឡើងណាបងប្អូនមើលទៅនេះបាទហើយមានលិលាក់ជាលេខជាអក្សរទៀតនេះគេដាក់សញ្ញាឲ្យបងប្អូនមើលណាបាទអញ្ចឹងខ្ញុំសូមលាក់បងប្អូនបន្តិចណាអញ្ចឹងខ្ញុំផាយបងប្អូននៅរបៀបបង្កើតពាក្យសម្ងាត់នៅលើ account Facebook រួចរាល់ហើយអញ្ចឹងបងប្អូនគួរតែដឹងហើយណាបាទអញ្ចឹងសូមលាក់បងប្អូនបន្តិចបាទបងប្អូនខ្ញុំបង្កើតរួចរាល់ហើយបាទអញ្ចឹងបងប្អូនអាចបាទ
អាចយកពាក្យសម្ងាត់ហ្នឹងដើម្បីធ្វើការកត់ទុកបងប្អូនចុចកន្លែងផ្នែកនេះបាទនៅចិត្តសញ្ញាគុណនេះបងប្អូនឃើញសញ្ញាផ្នែកអត់បើសិនយើងចុចទៅនោះនឹងបង្ហាញពាក្យសម្ងាត់ឲ្យបងប្អូនមើលណាបាទអញ្ចឹងបងប្អូនកុំភ្លេចណាបាទត្រៀមបាទសភៅនឹងបិចដើម្បីធ្វើការកត់ទុកបាទកុំឲ្យភ្លេចណាបាទនេះបងប្អូនដោយសារតែពាក្យសម្ងាត់នេះវាអត់ទាន់ត្រឹមត្រូវតទៅពេលអញ្ចឹងគឺអត់ទាន់ឡើង continue បងប្អូនធ្វើការចុចទេណាបាទអញ្ចឹងក្នុងគ្រាន់តែដាក់បាទមានអក្សរធំអក្សរតូចហើយនឹងលេខអញ្ចឹងអត់ទាន់បានបំពេញសញ្ញាទៀតអញ្ចឹងគេទៀមទាណាបាទអញ្ចឹងសូមបញ្ចូលសញ្ញាបន្ថែមបាទនេះបងប្អូនតើខ្ញុំបញ្ចូលសញ្ញាដុល្លារ2ទៀតទើបវាចេញពាក្យថា continue នៅខាងក្រោមនេះបើសិនជាបងប្អូនអត់ទាន់បានធ្វើការបញ្ចូលសញ្ញាវាអត់ដូចកម្មវិធី Facebook ឬក៏នេះទេបងប្អូនបាទដូចជា Gmail ទេបាទគឺអត់ឡើងឲ្យបងប្អូនធ្វើការចុចទេណាបាទអញ្ចឹងខ្ញុំសុំថែមឡើងវិញបាទរួចហើយបងប្អូននឹងឃើញពាក្យថា continue ក្រហមនៅខាងក្រោមច្បាស់តែងអញ្ចឹងបងប្អូនអាចចុចពីលើ continue តែម្ដងមកបាទមកដល់តនេះបងប្អូនជ្រើសរើសថ្ងៃខែឆ្នាំកំណើតទៅណាបាទអញ្ចឹងខ្ញុំគ្រាន់តែយកខែនេះមួយហើយដាក់ថ្ងៃទី4ចុះបាទ2004ដែរអញ្ចឹងបើសិនជាបងប្អូនចង់ដាក់ពិតក៏បានចង់ដាក់ខ្លាំងក៏បានរួចហើយបងចុចពីតា continue នឹងមកចាំបងធ្វើការរងចាំបន្តិចសិនទៅបាទមកដល់តនេះបងប្អូនធ្វើការបង្កើតឈ្មោះទៅណាបាទឈ្មោះអញ្ចឹងសូមដាក់នេះចុះបាទតារាចេះក៏បានបងប្អូនឡើយខ្ញុំសូមចេញមើលបន្តិចបាទនេះបងប្អូនមានហើយបាទចុចសូមដាក់តែម្ដងទៅបាទដាក់ចេះបងប្អូនណាដាក់ admin t បាទយ៉ាadmin ដក clear មកឲ្យដាក់ t យ៉ាងនេះណាបាទរួចហើយបងប្អូនបង្កើតឈ្មោះរួចរាល់ហើយបងប្អូនចុចតែ continue មកអញ្ចឹងឈ្មោះបងប្អូនអាចដាក់បាន30ណាបាទរួចហើយបងប្អូននឹងបានជោគជ័យរួចហើយបងប្អូនចុចកន្លែង profile មើលម្ដងទៀតបាទនេះបងប្អូនបាទបានជោគជ័យហើយអញ្ចឹងក៏បងប្អូនក៏អាចធ្វើការបាទដាក់រូបលើ profile ក៏បានបងប្អូនចុចពីលើកន្លែងរូបលើ profile ហ្នឹងមកបងប្អូនចុចពីថា upload បាទ photo ហ្នឹងមកនេះចុចពីថា allow វានឹងចូលទៅរូបភាពណាបាទអញ្ចឹងសូមយករូបភាពឲ្យតែបានសិនបងប្អូនខ្ញុំសូមដាក់ថ្ងៃនេះចាស់កុំដាក់រូបខ្លួនឯងបាទរួចហើយចុចបាទកន្លែងហ្នឹងមកដើម្បីជាប់ណាបាទ save info ជិះម្ដងទៀតមើលបាទចាំបងតើការរងចាំបន្តិចច្រចបាទចាំមើលចូលភាសាថ្មី clear ចោលសិនមើលតើជាប់អត់បាទចូលភាសាថ្មីអត់ឡើងបងដោយសារសេវាបាទសេវាខ្សោយបងណាបាទនេះបងឡើងមកហើយបាទរូបដែលខ្ញុំបានធ្វើការតាំងលើ profile មិញបាទអញ្ចឹងឡើងមកហើយណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនបាទឆ្លាញ់និងចូលចិត្តកុំភ្លេចណាបាទ comment ជារូបបេះដូងម្នាក់មួយផងហើយមុននឹងคลิปរបស់បងប្អូនទៅបាទក៏សូមជូនពរបាទជូនជ័យដល់បងប្អូនបាទទទួលទីមានសុខភាពល្អហើយបើសិនចានិយាយស្ដីរបស់ខ្ញុំមានលើសខ្វះខាតត្រង់ចំណុចណាបាទខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនបាទពីនេះដែរខ្ញុំបាទក៏សូមអរគុណកាយជំរាបលាបាទជួបគ្នានៅវីដេអូក្រោយបាទបាយបាយ